វិនិយោគិនពាណិជ្ជករឧស្សាហករសិប្បករអាជីវកររាប់ពាន់នាក់គាំទ្រយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបភអង្គការសាស្ត្រាចារ្យសមមូហកៈបណ្ឌិតលីសុភិបប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជាបានថ្លែងថាសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធនិងវិស័យឯកជនជំរុញការពង្រឹងសមត្ថភាពជាតិក្នុងការផលិតផលប្រកបដោយគុណភាពសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកដើម្បីពង្រឹងការយល់ដឹងពីនីតិវិធីនិងអត្ថប្រយោជន៍នៃការចុះបញ្ជីផលិតផលចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានគុណភាពសុវត្ថិភាពបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ចូលរួមលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឈានទៅដល់ការធានាស្តង់ដារអាស៊ាននិងមានលទ្ធភាពឈានទៅដល់ការប្រកួតប្រជែងជាបណ្ដាក្នុងទីផ្សារអន្តរជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការថែរក្សាសុខសន្តិភាពស្ថិរភាពពេញលេញការពារបូរណភាពទឹកដីការពារអធិភាពជាតិសម្បូរសប្បាយរុងរឿងនឹងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឆ្ពោះទៅចក្ខុវិស័យឆ្នាំ2050ជាប្រទេសដែលមានចំណូលខ្ពស់អង្គការសាស្ត្រាចារ្យសមមូហកៈបណ្ឌិតលីសុភិបបានថ្លែងបែបនេះនៅចំពោះមុខសមាជិកាដែលជាវិនិយោគិនពាណិជ្ជករឧស្សាហករសិប្បករអាជីវករអគ្គនាយកនាយកប្រតិបត្តិអ្នកគ្រប់គ្រងទូទៅម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសសិប្បកម្មនិងម្ចាស់ផលិតផលតាមវិស័យតាមផ្នែករាប់ពាន់នាក់នៅក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបភដល់ម្ចាស់សហគ្រាសនិងសិប្បកម្មកែច្នៃនានាស្វែងយល់បន្ថែមអំពីគុណតម្លៃនិងអត្ថប្រយោជន៍ផ្សេងៗដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូលសម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេសនាដើមសប្តាហ៍នេះនៅរាជធានីភ្នំពេញក្រោមអធិបតីភាពរបស់ឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សូមជម្រាបថាយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបភសហការរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍វិទ្យាស្ថានស្តង់ដារកម្ពុជានិងសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជានៅក្នុងកម្មវិធីផ្សព្វផ្សាយនេះឧស្សាហកម្មនិងសិប្បករថ្លែងលើកឡើងស្រដៀងគ្នាថាកម្មវិធីផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផលចបភនេះពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យពួកគាត់បានស្វែងយល់បន្ថែមពីរៀបរបបលើការរៀបចំខ្សែច្រវាក់ផលិតកម្មនិងនីតិវិធីផ្សេងៗនៃការចុះបញ្ជីឲ្យស្របតាមលក្ខខណ្ឌតម្រូវការដើម្បីឲ្យឧស្សាហកម្មសហគ្រាសជាពិសេសសិប្បកម្មនានាដែលមិនទាន់ចុះបញ្ជីអាចឈានទៅដល់ការចុះបញ្ជីផលិតផលចបភដោយអនុលោមទៅតាមផលិតផលរបស់ខ្លួនក្នុងយុទ្ធនាការនេះសហគ្រាសផលិតនិងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយនឹងទទួលបានការលើកទឹកចិត្តជាពិសេសគឺការបញ្ចុះតម្លៃ 10% សម្រាប់ការចុះបញ្ជីផលិតផលពី5ទៅ19មុខ 15% សម្រាប់ការចុះបញ្ជីផលិតផលពី20ទៅ49និង 20% សម្រាប់ការចុះបញ្ជីផលិតផលលើសពី50មុខក្នុងពេលតែមួយនេះបើតាមប្រសាសន៍រដ្ឋមន្ត្រីហែមវ៉ាន់ឌីការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មីឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេប៉ុន្តែយុទ្ធនាការនេះការចេញពីឆន្ទៈក្នុងការកែលម្អសេវានិងការគ្រប់គ្រងដោយវិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួងយុទ្ធនាការពេលនេះគឺទាន់ពេលត្រូវកលៈទេសៈនិងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់និងសូមសំណូមពរដល់ទីផ្សារទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ក៏ដូចជាការវិវត្តនៃសភាពការពាណិជ្ជកម្មការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្ដល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទនិងគ្រប់ទម្រង់ក្នុងអនុលោមតាមស្តង់ដារកម្ពុជា CS001 នៅ2000ស្ដីពីការដាក់ស្លោកផលិតផលសម្រាប់អ្នកប្រើប្រាស់ក្នុងការចុះបញ្ជីផលិតផលផ្ដល់នូវតម្លាភាពនិងលទ្ធភាពស្វែងរកប្រភពទំនិញនិងម្ចាស់ស្របច្បាប់របស់ផលិតផល